បាទសូមជម្រាបសួរនិងសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបក្សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរគឺខ្ញុំថតម៉ូនចែកជូនបងប្អូនមើលលេងកំសាន្តហើយម៉ូននេះដែរគឺខ្ញុំបញ្ចូលរមីថ្មវាជាលើកទី2ហើយក៏ឆ្លៀតថតឲ្យបងប្អូនមើលលេងទៅថ្ងៃនេះខ្ញុំបញ្ចូលរបៀបថ្មវិញនោះគឺនៅពេលយប់ខ្ញុំទើបតែចេញពីធ្វើការអញ្ចឹងទៅមិនពេលបញ្ចូលរបៀបថ្មពេលថ្ងៃទេគឺយើងបញ្ចូលវាពេលយប់ប្រហែលជាម៉ោង8ហើយនៅក្នុងវីដេអូនេះដែរក៏វាប្លែកភ្នែកបងប្អូនដែរដែលខ្ញុំថតមុនខ្មងហើយបញ្ចូលរបៀបថ្មមុនខ្មងថតចែកជូនបងប្អូនមើលលេងអញ្ចឹងប៉ុន្តែមុនខ្មងនេះគឺខ្ញុំយកមកពីវៀតណាមទេហើយអ្នកលក់នោះគាត់ថាមុននេះវាខ្មងដែរតែខ្មងប្រភេទវាប្រើខ្នាយវាមិនប្រើខ្មងសតទេអញ្ចឹងហើយខ្ញុំក៏បញ្ចូលរបៀបថ្មវានិងសីវាដល់ពេលណាខ្ញុំធ្វើការវិញព្រឹកខ្ញុំចូលពីថ្មវាពេលយប់ចឹងទៅដល់ពេលខ្ញុំលោតវិញចូលម៉ោងល្ងាចវិញមកពេលយប់នោះខ្ញុំសៃវាដើម្បីត្រៀមជុលសាក់មើលជុលមន់បងប្អូនឯងជុលចាញ់យើងធ្វើហូបទាំងអស់គ្នាតើពេលវាយទៅអាចប្រើផ្លែចាក់ដូចម្ចាស់ដើមវិញនិយាយមែនអានឹងយើងទុកជុលលេងតាមភូមិជាមួយបងប្អូនយើងដើម្បីកំសាន្តលេងអញ្ចឹងប៉ុន្តែមុននេះខ្ញុំឡាំមើលហើយវាវាយក្បាច់វាមិនកញ្ជ្រោលដូចមុនខ្មងគេឬក៏មិនទេខ្ញុំដែលលេងមុនខ្មងដែរប៉ុន្តែគ្រាន់តែដឹងថាវាវាយប្រភេទក្បាច់វាយទម្លាក់ពីលើតែម្ដងតែដោយសារវារៀងជ្រេកបន្តិចអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាយកវាទៅលេងផ្លែដែកដែរខ្នាយវានេះគឺរឿងវែងហើយចាំពេលខ្ញុំទំនេរខ្ញុំកាត់ចោលហើយសីវាខ្លាំងជាងនឹងតិចដើម្បីឲ្យវាហាប់ជាងហ្នឹងដើម្បីទុកលេងផ្លែដែកជាមួយអ្នកភូមិយើងដើម្បីបំបត្តិការអផ្សុកមិនខ្ញុំថាយកមុនខ្មងហ្នឹងទៅជុលជាមួយគេទេតែដោយសារខ្ញុំលក់វាអត់ចេញលក់ចេញចឹងយើងមិនតែលេងមុនខ្មងម្ដងទៅជុលមុនខ្មងម្ដងសម្រាប់គីឡូវាគឺ30បងប្អូនគីឡូ30វាអត់ស្រុកគីឡូក៏ឡើងគីឡូដែរគឺ30ថេតែម្ដងចឹងបងប្អូនចង់ដឹងថាវាជុលហើយវាទៅជាយ៉ាងណាចាំខ្ញុំថតវាឲ្យបងប្អូនមើលបន្តទៀតហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអត់មានមុនច្រើនថតចែកជូនបងប្អូនមើលទេហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះរហូតដល់ចប់ហើយសូមបងប្អូនកុំភ្លេចចុចពាក្យជាវឬក៏ Subscribe ឲ្យខ្ញុំដាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណបងប្អូនទាំងអស់គ្នា